ដល់រដូវសាប៊ូស្វាយអញ្ចឹងខ្ញុំយកស្វាយទុំមកធ្វើជាហួយញ៉ាំនិយាយថាឆ្ងាញ់ស្វាយយកទុំល្មមហើយស្វាយនេះផ្អែមមែនតើស្វាយមួយផ្លែខ្ទិះដូងបន្តិចគ្រឿងផ្សំមានស្វាយទុំខ្ទិះដូងនិងស្ករសបងប្អូនហើយនិងម្សៅចំហួយដាក់ខ្ទះមកចាក់ខ្ទិះដូងចូលបងប្អូនខ្ទិះដូងយើងកូរវាតិចតិចចឹងមកកុំឲ្យបើកចោលវាផុលចឹងណាកូរចឹងមកខ្ញុំកូរតិចតិចបើកភ្លើងហឹមបងប្អូនបន្ទាប់មកខ្ញុំចាក់ស្ករសចូលស្ករនេះខ្ញុំដាក់រៀងជ្រុលប៉ុន្តែឆ្ងាញ់បងប្អូនអត់ចូលចិត្តផ្អែមបងប្អូនបន្ថយស្ករដោយសារស្វាយទុំយើងផ្អែមស្រាប់ណាបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់អំបិលបន្តិចឲ្យវាផ្អែមមុតណាដាក់អំបិលហើយកូរដាក់ម្សៅចំហួយហើយកូរមើលទៅវារឡើងកបងប្អូននេះគ្រាន់តែពុំចេះភ្លាមបង់ស្វាយទុំចូលហើយស្វាយទុំនោះបងប្អូនបង់ហើយគឺដាក់ចុះតែម្ដងអត់មានកូរឲ្យឆ្អិនសាច់ស្វាយណាកាលណាតកូរឆ្អិនសាច់ស្វាយធ្វើឲ្យសាច់ស្វាយយើងអៀចហើយខ្ញុំទុកឲ្យវាត្រជាក់សិនខ្ញុំមករៀបកូនកែវសិនរៀបវាអញ្ចឹងមកដូចជាខ្ញុំធ្វើតែបន្តិចទេតែ7 8កែវឯងមកញ៉ាំហើយឆ្ងាញ់ណាស់បងប្អូនស្វាយបងប្អូនអាចធ្វើអញ្ចឹងញ៉ាំបាននិយាយថាជារសជាតិផ្អែមឈ្ងុយខ្ទិះដូងហ្មងបងប្អូននិយាយថាក្លិនឈ្ងុយឆ្ងាញ់ជាងចំហួយយើងធម្មតា